គេមកហើយទីបំផុត Facebook បានធ្វើការអាប់ដេតគោលការណ៍ច្បាស់លាស់ណារបស់ 2CM ទីបំផុតគឺយើងបានដឹងថាធ្វើម៉េចដើម្បីឲ្យគ្រប់គោលការណ៍ 2CM ហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ចុច waiting list នៅកន្លែង content monetization notify me តាមវីដេអូចាស់ៗដែលខ្ញុំបានធ្វើបង្ហាញរួចរាល់អស់ហើយនៅពេលដែល page ឬក៏ account turn on professional mode របស់គាត់ចេញទម្រង់បែបនេះមានន័យថាអ្នកបានធ្វើ4ចំណុចត្រឹមត្រូវហើយនៅខ្វះតែ2ចំណុចទៀតប៉ុណ្ណោះមានន័យថាអ្នកនឹងទទួលបានការ invite ឆាប់ៗនេះហើយអញ្ចឹងសម្រាប់ page ណាដែលចេញទម្រង់បែបនេះចាមានចំណុចបែបនេះគឺកំណត់6ចំណុចតែយើងបានធ្វើបាន4ចំណុចឬក៏5ចំណុចទៅតាម page របស់លោកអ្នកទាំងអស់គ្នាហើយយើងអាចចុចមើលបានថាតើគោលការណ៍របស់ 2CM ហ្នឹងគឺជាអ្វីតោះឥឡូវយើងចូលទៅមើលទាំងអស់គ្នាអូខេទី1គឺអ្នកត្រូវតែមានអាយុ18ឆ្នាំឡើងទៅប្រយ័ត្នតិចច្រឡំដាក់ថ្ងៃខែឆ្នាំកណាតកូនពេលដែលបង្កើត Facebook ឬក៏ page ហ្នឹងអីអញ្ចឹងណាចាមានអាយុចាប់ពី18ឆ្នាំឡើងទៅទី2គឺនៅក្នុងប្រទេសដែលគេ support ចាអញ្ចឹងត្រូវឲ្យច្បាស់ឥឡូវ Facebook ចាប់ផ្ដើមចាប់ឯណាចាតើក្នុងប្រទេសណាខ្លះដែលគេ support ប្រទេសណាខ្លះដែលគេអត់ support ដឹងស្រាប់ឯប្រទេសខ្មែរយើងគឺអត់ទាន់បើក support 100%ទេត្រូវតែប្រយ័ត្នទាំងអស់គ្នាភាគច្រើនគេប្រើ VPN នៅក្នុងប្រទេសខ្មែរដូចនៅប្រទេសចិននៅប្រទេសវៀតណាមនៅប្រទេសរុស្ស៊ីនោះក៏គេអត់ support ដែរអញ្ចឹងយើងត្រូវដឹងថាប្រទេសណាខ្លះដែលគេ support វីដេអូចាស់ៗខ្ញុំបានធ្វើបង្ហាញហើយអូខេបន្តមកទៀតអ្នកត្រូវតែមាន page ឬក៏ account ដែល turn on professional mode ហ្នឹងមានអាយុយ៉ាងតិច30ថ្ងៃឡើងទៅដូច្នេះនៅក្នុងត្រង់ចំណុចទី3នេះគឺបើសិនជា page របស់យើងហ្នឹងផុសទៅផ្ទុះរិចក៏ដោយទទួលបាន 10k follower មុន30ថ្ងៃក៏ដោយចាធ្វើឲ្យត្រូវគោលការណ៍ទី4ទី5ក៏ដោយក៏ប៉ុន្តែបើសិនជា page របស់យើងអត់ទាន់គ្រប់អាយុ30ថ្ងៃក៏អត់ទាន់ទទួលបានការ invite ដែរយ៉ាងតិចត្រូវតែមានអាយុចាប់ពី30ថ្ងៃឡើងទៅខ្ញុំបញ្ជាក់តែភាគច្រើនគឺគេ invite ជាមួយនឹង page ដែលចាស់ខែចាស់ឆ្នាំភាគច្រើនគឺអញ្ចឹងហ្មងតើតាចាស់ខែចាស់ឆ្នាំអីបានគេ invite ណាអូខេឥឡូវចូលដល់ចំណុចទី4 page ឬក៏ account ដែល turn on professional mode របស់លោកអ្នកត្រូវតែមានវីដេអូផុសនៅក្នុងនឹងផងយ៉ាងតិចក៏ឲ្យមាន3វីដេអូមិនថាវីដេអូវិញឬក៏វីដេអូខ្លីអីទេហើយវីដេអូហ្នឹងគឺជាវីដេអូដែលយើងផុសរយៈពេល90ថ្ងៃចុងក្រោយយ៉ាងតិចបំផុតណាបើវីដេអូមួយឆ្នាំ2ឆ្នាំហើយយើងទុក page ចោលហើយយើងយកមករាប់ជាមួយនឹងគោលការណ៍ក៏អត់ត្រូវដែរអញ្ចឹងវីដេអូត្រូវតែផុសនៅក្នុង page ដែលយើងចង់ធ្វើឲ្យគ្រប់គោលការណ៍ CM បើសិនជា page ណាដែលផុសតែរូបភាពរូបស្លឹកអក្សរគឺมันងាយទទួលបានការ invite ឬក៏អត់ទទួលបានការ invite ទេត្រូវតែមានការផុសវីដេអូនៅក្នុងនឹងផងទី5 page របស់លោកអ្នកត្រូវតែមានអ្នកតាមចំនួន10000អ្នកឡើងទៅឬក៏ 10k follower ពីមុនគឺអត់មានផ្ដោតទៅលើចំនួនទូរលេខ follower ទេតាមការអាប់ដេតប៉ុន្តែឥឡូវសភាពការជាក់ស្ដែង Facebook បានអាប់ដេតថ្មីគោលការណ៍ថ្មីច្បាស់លាស់គឺ page របស់យើងត្រូវតែមានអ្នកតាមចំនួន10000អ្នកឡើងទៅឬក៏ 10k follower ឡើងទៅទើបទទួលបានឱកាស invite to CM អញ្ចឹងឥឡូវនេះគេផ្ដោតទៅលើចំនួនទូរលេខ follower ដែរហើយចំនួន follower ហ្នឹងគឺមិនមែនកើនឡើងដោយសារការ boost follower ឬក៏ការចាក់យក follower អីនោះទេព្រោះការ boost ឬក៏ការចាក់យក follower អាហ្នឹងគេហៅថា follower spam Facebook អត់រាប់បញ្ចូលជា follower ពិតប្រាកដនោះទេឥឡូវនេះ Facebook គេផ្ដោតទៅលើតួលេខ follower ពិតប្រាកដហ្នឹងណាទី6 page ឬក៏ account ដែល turn on professional mode របស់លោកអ្នកហ្នឹងត្រូវតែមាន view ចាប់ពី 150k view ឡើងទៅរយៈពេល28ថ្ងៃអញ្ចឹងមានន័យថា28ថ្ងៃហ្នឹងបើសិនជាយើងទទួលបាន 150k view ដែលជា view ពិតប្រាកដណាមិនមែនជា view ដែលយើង boot ឬក៏ view ដែលយើង boot យក engagement boot យក view អីអស់ហ្នឹងទេគេអត់រាប់បញ្ចូលទេគឺជា view ដែលទទួលបានពី fan របស់យើងពិតទទួលបាន 150k view ហ្នឹងគឺអ្នកអាចឆ្លងកាត់នៅចំណុចទី6នេះដែរអញ្ចឹងរាល់ចំណុចនីមួយៗត្រូវតែមើលឲ្យច្បាស់លាស់ព្រោះឥឡូវគេ update ច្បាស់លាស់ហើយដូច្នេះបងទាំងអស់គ្នាកុំភ្លេចចូលទៅឆែកមើលនៅកន្លែង content monetization ហើយឆែកមើលថាអ្នកហ្នឹងបានឆ្លងកាត់នៅដំណាក់កាលទីប្រមាណហើយចំណុចទីប្រមាណហើយ admin ជូនពរឲ្យបងប្អូនទាំងអស់គ្នានឹងទទួលបានការ invite ទោះបីជាយើងធ្វើគ្រប់6ចំណុចហ្នឹងក៏ដោយតែគេអត់ guarantee ថាគេនឹងបើកឲ្យយើងឬក៏ទទួលបាន invite 100% ទេបើសិនជា page របស់លោកអ្នកហ្នឹងគឺអត់គោរពទៅតាមគោលការណ៍និងវិន័យរបស់ក្រុមហ៊ុន Facebook បើសិនជា page ឬក៏ account របស់លោកអ្នកហ្នឹងជាប់លឿងជាប់ក្រហមណោះឬក៏ងាប់ recommend អីហ្នឹងចាកន្លែង recommend ហ្នឹងផ្កាយខ្វាញផ្កាយអីហ្នឹងឬក៏ជាប់ report ជាប់ spam ឬក៏ជាប់ copyright អីច្រើនក៏អាចនឹងបាត់បង់ឱកាសក្នុងការ invite ដែរទាំងដែលយើងនេះធ្វើគ្រប់6ចំណុចនេះក៏ដោយដូច្នេះត្រូវតែផ្ដោតទៅលើការគោរពទៅតាមគោលការណ៍និងវិន័យរបស់ក្រុមហ៊ុន Facebook តែហោចណាស់យើងក៏ទទួលបានដំណឹងល្អដែលយើងដឹងថាគោលការណ៍របស់ 2CM ច្បាស់លាស់គឺជាអ្វីដែលយើងអត់មានរងចាំការ invite ព្រាវពីក្រុមហ៊ុន Facebook ដូចមុនទេដោយសារតែមានបងប្អូនជាច្រើនគាត់តែងតែឆាតសួរខ្ញុំថាតើគោលការណ៍របស់ 2CM វាគឺជាអ្វីអញ្ចឹងពីមុនគឺ Facebook អត់ទាន់បាន update ទេតែនៅដើមឆ្នាំ2026នេះគេបាន update ច្បាស់លាស់ហើយអំពីគោលការណ៍ទាំង6ចំណុចទាំងអស់នេះក៏ប៉ុន្តែទី1នៅពេលដែលអ្នកបង្កើត page ហើយឬក៏ turn on professional mode ហើយកុំភ្លេចចូលទៅចុចកន្លែង notify me ដែលពីមុនគេហៅថាចុច interested ដើម្បីសុំឱកាសទទួលបាន content monetization ឬក៏បានឃើញចំនួន
6ចំណុចនេះផងដើម្បីឲ្យយើងដឹងពីគោលការណ៍របស់ក្រុមហ៊ុន Facebook តែបើសិនជាយើងអត់ចុច notify me ទេអ្នកក៏អត់ទទួលបានឱកាសក្នុងការទទួលបាន content monetization ដែរនៅពេលដែល page របស់លោកអ្នកចេញចំណុចបែបនេះហើយមានន័យថា page ហ្នឹងគឺចិត្តបាន invite ហើយគ្រាន់តែមើលនៅចំណុចខ្វះខាតហើយធ្វើបន្តទៅទៀតគ្រប់ទៅតាមគោលការណ៍និងវិន័យរបស់ក្រុមហ៊ុន Facebook មួយរយៈនេះ Facebook ចិត្តល្អខ្លាំងណាស់តម្លាក់ 2CM មកប្រងព្រាបសូម្បីតែសិស្សខ្ញុំពី3ថ្ងៃចុងក្រោយនេះគឺក្នុងម្នាក់ invite ឡើង2 3 page ហើយរាល់ថ្ងៃនេះខ្ញុំ set up មួយថ្ងៃ4 5 page 4 5 page តកតុយគ្នារហូតនៅតែបន្តការតម្លាក់រហូតដល់ថ្ងៃ15អីហ៎តើដល់ Facebook ហ្នឹងចាប់ផ្ដើម update ជាមួយនឹងការ page ជាមួយនឹង page អីអញ្ចឹងទៅអញ្ចឹង admin សូមជូនពរបងប្អូនទាំងអស់គ្នានឹងទទួលបានឱកាសល្អនិងការ invite គ្រប់គ្នា